MSC 2025 collaboration ជាមួយនឹង EWC ដែលមានប្រាក់រង្វាន់$3 លានដល់គ្នាបានឃើញបច្ចុប្បន្នកាលយើងនៅខ្វះ team Indonesia 2ក្រុមសិង្ហបុរី1មីយ៉ាន់ម៉ាក៏ដូចជាចិនក៏យើងអត់ទាន់រកឃើញដែរក៏ដូចជាឡាតាមគេនឹងលេង final តែឡាតាមគឺគេរមួយ main slot មួយទៀតទៅ Wildcat ព្រោះ Wildcat គេរកឃើញចង់អស់ហើយ Wildcat គឺជប៉ុនមាន Zeta Division Mongol គឺ Mongolia គេមាន The Mongol CS គឺយើងមានបន្ទោស Pro Falcon ពី Bena Legend ពីវៀតណាមនិង Mekong កំពុងតែប្រកួតចិនក៏អត់ទាន់បានរកឃើញហើយនឹងម្លាតាមចឹងទៅទៀតគេនឹងរកឃើញរហូតដល់15ក្រុមនៅ main slot និង Wildcat 2 4 6 8 slot ដើម្បីវាយយកមួយ slot ទៀតគឺ16 team ចឹងនៅបច្ចុប្បន្នកាលគ្នាតែសួរថាការប្រកួតនោះនៅថ្ងៃណានេះឥឡូវយើងនិយាយការប្រកួតសិនជាមួយនឹងការប្រកួត MSC 2025របស់យើងមានប្រាក់រង្វាន់$3 លានធ្វើនៅប្រទេស Saudi Arabia ទីក្រុងរាជធានី Riyadh គឺវគ្គ Wildcat វាយ Wildcat នៅខែ10នៅខែ7ថ្ងៃ10ដល់ថ្ងៃ13 2025បន្ទាប់ពីបញ្ចប់ Wildcat យើងនឹងបន្តដល់វគ្គ Group Stage គឺនៅថ្ងៃទី23ខែ7ដដែលពីថ្ងៃ23ដល់ថ្ងៃទី27តទៅពេលចូលដល់វគ្គ Knockout Stage គឺយើងនឹងចូលដល់ខែ8ថ្ងៃ4ដល់ថ្ងៃ7គឺមានរយៈពេលមើល4 5 6 7 4ថ្ងៃមានការ4ថ្ងៃអញ្ចឹងការប្រកួតវគ្គ Playoff គឺនៅវគ្គ Knockout Stage គឺការប្រកួតទាំងអស់ Best of 5ហើយ Grand Final Best of 7បច្ចុប្បន្នកាលគឺយើងឃើញមានគ្រប់ stage គេបានប្រកាសបានចេញមកហើយឲ្យយើងមើលនៅគឺជាគ្រប់ stage ហើយការប្រកួតគ្រប់ stage គឺចែកចេញជា2 pool pool A និង pool B ក្នុងមួយ pool គឺមាន8ក្រុមជាការប្រកួត double elimination bracket អញ្ចឹងជាមួយនឹងការប្រកួត bracket គឺគេនឹងត្ររបៀបម៉េចក៏ខ្ញុំមិនតន់ដឹងដែរនេះគឺជា pool ដែលមានការប្រកួតគេចាប់ម៉ាច់ឲ្យយើងមើលឃើញ team ដែលឡើងគឺមាន4ក្រុម team ដែលធ្លាក់នឹងទៅធ្លាក់4ក្រុមលេខ1លេខ2លេខ3លេខ4ឡើងលេខ5 6 7 8ធ្លាក់ហើយschedule ការប្រកួតនេះគឺយើងនឹងមើលឃើញគេដាក់យើងមើលអានេះជា sample ទេគេដាក់ចោលទេគេដាក់ចោលឲ្យយើងមើលអញ្ចឹងគឺបានន័យថាបើយើងប្រកួតពី upper ទៅនេះពី upper ទៅឈ្នះអូអញ្ចឹង bracket គេចែកដាច់យើងហ្មងយើងបើឈ្នះពីអានេះចូលមកនេះអានេះបើ upper final ចូលមក qualify ទៅយើងហ្មងអញ្ចឹងពីប្រកួតបើឈ្នះគឺយើងនឹងឡើងហើយជាការប្រកួតក្នុងក្រុមផ្សេងជាការប្រកួត best of 3ទាំងអស់អញ្ចឹងបើសិនជាយើងចាញ់យើងនឹងធ្លាក់មក lower bracket នៅឱកាសលើកទី2ធ្លាក់ពីនេះមកនេះធ្លាក់ពីនេះមកនេះអញ្ចឹងនឹងធ្វើការប្រកួតដើម្បីយក2 slot នៅ lower bracket ទៀតដើម្បី qualify ទៅកាន់វគ្គ knockout stage ហើយ group A និង group B ក៏ដូចគ្នាវគ្គ knockout stage ក៏អត់តមាន bracket មាន bracket យើងមើលនេះយើងមើល bracket ហើយអញ្ចឹងវគ្គ knockout stage គឺគេមិនដឹងថាគេចាំឲ្យប៉ះរបៀបម៉េចទេ upper អាចនឹងប៉ះមួយ lower អាចប៉ះមួយ upper អញ្ចឹងទៅ pool A និង pool B អាចខ្វែងគ្នារបៀបអញ្ចឹងអាហ្នឹងខ្ញុំអាចគិតថាអញ្ចឹងណាព្រោះអាហ្នឹងបើសិនជាគេធ្វើគេមានតែធ្វើអញ្ចឹងសម្រាប់ upper lower អញ្ចឹងការប្រកួតជាមួយនឹងវគ្គ knockout stage គឺជាការប្រកួត single elimination បានថាជាការប្រកួតចាញ់ធ្លាក់យកតែម្ដងការប្រកួតទាំងអស់ best of 5មានតែ grand final best of 7អញ្ចឹងបើសិនជាគេចាប់ហើយពេលយើងឈ្នះនឹងឡើងទៅកាន់ semi final ឈ្នះ semi final នឹងទៅ grand final អ្នកដែលចាញ់ semi final ទាំងពីរក្រុមនឹងធ្វើការប្រកួត brawl match ឬក៏ហៅថា third place match គឺជាការប្រកួតយកលេខ3និងលេខ4អាហ្នឹងគឺជាការប្រកួតវគ្គ knockout stage អញ្ចឹងគ្រប់ stage នេះគឺជា format ថ្មីមែនតើដែលយើងមើលឃើញយើងអត់ដឹងថាយើងនឹងតរចូលគ្រប់របៀបម៉េចគឺគេហៅថា rule ច្បាប់នៃការតរគ្រប់ A គ្រប់ B ហ្នឹងគេចែករបៀបណាទេព្រោះហ្វីលីពីនម៉ាឡេគេមិនអាចឲ្យចូលក្នុងគ្រប់ A តែមួយឬក៏ B តែមួយទេអាហ្នឹងគឺវាអាចមានពីដូចអញ្ចឹងគេអាចចែកចាញ់ជា2អាចថាបានដែរនិយាយទៅគេនៅតែចែកដាច់អញ្ចឹងតែទេវាអត់ដូច Swiss stake ទេបើ Swiss stake គឺពេលដែលចាប់គឺមិនខ្វល់ណែឯងមកពីណាទេគឺឥណ្ឌូអាចនឹងប៉ះឥណ្ឌូហ្វីលីពីនអាចប៉ះហ្វីលីពីនម៉ាឡេប៉ះម៉ាឡេប៉ុន្តែដែលខ្ញុំមើលឃើញការ M6 គឺម៉ាឡេគ្មានដែរប៉ះម៉ាឡេគ្នាឯងទេគឺជាលើកទី1ក្នុងឆាកជីវិតដែលខ្ញុំមើលឃើញហ្នឹងបើឥណ្ឌូប៉ះឥណ្ឌូហ្វីលីពីនប៉ះហ្វីលីពីនមានអាហ្នឹងគឺវាចឹងអ្វីដែលខ្ញុំពងឆ្ងល់ណាតែចាំមើលសិនជាមួយនឹងការប្រកួតនេះគឺបើសិនជាគេត្រចាំគេប្រកាសច្បាប់តាមក្រោយទៅព្រោះយើងមិនតន់ដឹងដែរ reference អូនេះ tournament format យ៉ាអូមាន IGA មើលទៀតអូនេះអូនេះគេឲ្យមើលនេះឃើញអត់នេះអូខេ one slot ពីកម្ពុជា one slot ទូគី one slot មេណាហ្វីលីពីនអូខេអញ្ចឹងនៅ tournament format 2 group 8 team double elimination top 4 per group top 4ហ្នឹង4នាក់គ្រប់ទៅ knockout stage
8 team single elimination bracket ចឹងគ្រប់ stage best of 3ថ្ងៃទី1ថ្ងៃទី5ថ្ងៃទី6ថ្ងៃទី7 quarter final top 8 team semi ថ្ងៃទី8 semi final best of 5 9 grand final អាហ្នឹងគឺ format ធម្មតាដែលយើងមើលឃើញវាគ្មានស្អីផងគ្មានស្អីផងមានស្អីយើងមើលឃើញថាវាជាយើងចង់មើលអត់មានហ៎ដែរហ្នឹងអាហ្នឹងពាក់ព័ន្ធពី MSC អញ្ចឹងអ្នកគ្នាដែលគាត់ចង់ដឹងព័ត៌មានគឺខ្ញុំនិយាយទាំងអស់ហ្នឹងកន្លែងហ្នឹងយកមកអញ្ចឹងនេះ qualify គេដាក់យើងមើលអញ្ចឹងសនដូ2ម៉ាឡេក៏អត់តន់ដឹងដែរម៉ាឡេអសូយើងអត់តន់ដឹងថាណាគេមួយទៀតព្រោះមួយមានមួយឯងសាជីមកមួយឯងព្រោះម៉ាឡេគេបាន2 slot team sprint នេះមក man slot នៅមានម៉ែ MSL ហើយនឹង China qualifier China qualifier ដូចជា team របស់Dark Side ធ្លាក់បាត់ហើយនៅក្នុងក្រុម stage នេះក្រុម stage និយាយទៅ format របស់ចិនគឺគេធ្វើបែប MSC ហ្នឹងនេះគ្រប់គេហៅថា bracket គ្រប់ stage bracket គ្រប់ stage ដែលយើងមើលឃើញហ្នឹងគឺគេចែកចេញជា pool ចាដោយសារ team គេតិចគេចែកចេញជា4 pool ណា pool A pool B pool C អញ្ចឹងទៅ pool D អញ្ចឹងមាន2ក្រុមមួយ pool ដើម្បីឡើងមួយ pool គឺមាន8ក្រុមឯង4ក្រុមធ្លាក់2ឡើង2អញ្ចឹងដើម្បីធ្វើថ្ងៃប្រកួតអញ្ចឹងឥឡូវដូច team នេះឡើងនេះ DFYG មួយ TLG ក្រុម B គឺ TYG មួយ Ray Atom YG ចាញ់គេ 2-0 ចំណែកឯក្រុម C គឺ Yiping Gaming និង XTY ក្រុម D គឺ Keepback ហើយនិង Radiant Legend IG ធ្លាក់IG ចុយ Radiant ហ្នឹងគ្រប់កន្លែងហ្មង Radiant ហ្នឹង OLG ហ្នឹង Son OLG everywhere what the fuck OLG មាន out មាន pancake Keepback សាក់សា Tracy ដែរ DFG KLVJ Yiping នេះអត់មានមាន import មួយ Singapore ខូចគាត់សាក់ខូចចិនមាន VD មួយ VD មកបណ្ណាវ៉ាន់ណាមែនចុយBrandon Brandon ទៅចិននេះខូច GS នេះគឺខូចសិតតែម៉ាឡេលូងសា Ray Atom នេះឡើងដែរRyzen ខូចឥណ្ឌូនិង player ឥណ្ឌូ2 Lanaya ហើយនិង Adon IG មានបាំងងុតនិង Miko បាំងងុតទៅមិនចឹងបាន IG ចាញ់បាំងងុតនេះសយយមែន TLG នេះក៏ឡើងដែរចិនសុតយកមកTYG នេះក៏ឡើងដែរមាន Irad មាន CY ខូចចិនសុត XTY ក៏ឡើងដែរមាន Lucas មាន Aaron ហើយនឹង G Device អូខេអញ្ចឹងមួយយ៉ាងដែរតា not bad មានម៉ែដល់ណាមានម៉ែយកដល់ដឹងមានម៉ែដល់ណានេះមានម៉ែឃើញលេងយូរហើយមិនតាន់ចប់ទេអ្នកនេះ Regular ដូចគ្នាអញ្ចឹងមាន play regular season ដូចជាបញ្ចប់ហើយអញ្ចឹងគេចូលវគ្គ play in ចប់វគ្គ play in ហើយ qualifier 4ក្រុមពី play in ចូលដល់ play off អញ្ចឹងគឺបច្ចុប្បន្នមានមែនគឺនឹងចូលដល់វគ្គ play off ហើយនឹងធ្វើការប្រកួតនៅថ្ងៃទី7នេះហើយYangon Galacticos ប៉ះមួយ Mythic Seal Paladin ប៉ះមួយ AI Yangon នោះមានតែគេខ្លះយើងមើលសិន Falcon ធ្លាក់បាត់ហើយនោះនេះចុយ Falcon និង Zeno ធ្លាក់អស់លេង Yo what Mythic Seal មានខុន Ken Nico CP និង Buye សិតតែមានម៉ែ Lin Daddy ចំណែកឯ AI Esport មាន Madi PS Oh My Jenny Alita និង Black ហើយ Paladin មានក្រុមថ្មីចុះយ៉ាងកូនមាន Stick មាន Blink យីងអូខេចំ Falcon និង Zeno ធ្លាក់ខ្ទេចអីចេះ Falcon ធ្លាក់បាត់ហើយគេ Falcon ឈ្នះ Black Tom ចាញ់ AI អូចាញ់ AI ធ្លាក់យក Zeno ចាញ់ Paladin ហើយ Paladin មកចាញ់ Yangon វិញអញស្អីគេណា Zeno ដួលបាត់ហើយអូ Falcon e-sport បាត់ហើយ Falcon e-sport ចឹងដូចជាអស់ហើយម៉ាឡេនេះកំពុងរយឡាតាមគេ INF នឹងប្រកួតមួយ team នេះ play off ហ្នឹងគឺជា influence rate ប៉ះមួយ Corinthian ហ្នឹងគឺ Corinthian ហ្នឹងមាន flick នៅហ្នឹងនេះ Corinthian ណា Corinthian នេះ
រូបខ្ញុំមើលផ្លែស្មាតា logo មេរោគ COVID នេះមាន Jesus មាន Flick មានអីណានេះ staff គឺ full of Brazil influence នេះគឺមានប្រទេស Uruguay Argentina Chile ដើម្បីចូលរួម sub player Argentina ចំណែកឯhead coach មានសញ្ជាតិអេស្ប៉ាញចំណែកឯanalyst Brazil ចុយមកមិនចង់គ្រប់ប្រទេស what the fuck សាហាវជួយចឹងឥឡូវគឺអស់ហើយមានតែប៉ុណ្្នឹងណាយើងចាំដូរម៉ាឡេនេះម៉ាឡេគឺចាំពួកលេង lower ឡើងមកដើម្បីឡើងទៅបានទទួលបាន slot 2 slot ហ្នឹងហើយចំណែកឯនេះគឺយើងចាំមេកុង challenge ហើយនឹងចិនលេខ2មេកុង challenge ហ្នឹងគឺមានថៃឡាវវៀតណាមកំពុងធ្វើការប្រកួតគ្នាដល់វគ្គ play off ហើយបច្ចុប្បន្នការគឺធ្លាក់ខ្ទេចខ្ទីខ្ទឹមហើយបានសល់ប្រហែលធីមនេះ Leon Esport ហ្នឹងឡាវ LG វៀតណាមហ្នឹងគឺវៀតណាមហ្នឹងហើយ King of Game Club ហ្នឹងគឺថៃណៃមានហ្នឹងគឺឡាវអញ្ចឹងនៅការប្រកួតនៅវគ្គ semi final ដែលមេកុង challenge យក slot MSC គឺនៅសល់តែ4ធីមនេះទេហើយក៏អត់មានធីមវៀតណាមច្រើនហើយមានតែមួយទេសល់មួយនឹង LG នឹងបើសិនជាបានឈ្នះ Grand Final គឺទទួលបាន slot បានខាតមួយទៀតដើម្បីទៅលេងនៅ MSC ណៃមាននឹងបានឡើងមកទេ King of Game Club ហ្នឹងគឺជាបោះថៃណៃមានតែគេខ្លះមានជួយមានimport Philippines by Lucy Too Easy Valexi Soso Kemi និង Jasmine sub player មាន Edit មួយ Midland Philippines Staff Alan និង Ninja Leon Esport នេះក៏ team ឡាវដែរគឺ full របស់ឡាវយកតែម្ដង Staff មានcoach ថៃ coach ថៃវៀតណាមនេះមាន Astrid នឹងខាលពីសញ្ជាតិ Philippines coach គឺវៀតណាមKing of Club ហ្នឹងគឺថៃគឺថៃសុតយកតែម្ដងគ្មាន import មាន pound ទេអញ្ចឹងទីមកនឹងBrunei គឺបានធ្លាក់ចេញពីការប្រកួតបាត់ទៅហើយអូខេអញ្ចឹងបច្ចុប្បន្នគឺសល់តែប្រហែល slot នឹងទៀតទេដែលយើងត្រូវការរកដើម្បីចាប់តាមប្រកួតជាមួយ MSC ចាឥឡូវយើងក៏លេខទៅបន្តទៀតអ្នកគ្នាចង់ដឹងបន្ថែមទៀតពាក់ព័ន្ធពី MWI ត្រូវអត់ពួកអ្នកគ្នាប្រកាសជាចង់ដឹងហើយ fan contract បាត់ហើយយ៉ាងកនពួកបំមើបងអូខេអញ្ចឹងឥឡូវយើងមើលមកកលេខមើលជាមួយនឹង MWI ជាការប្រកួតបោះនារីលីកបោះនារីដែលមានឈ្មោះថា MLB Women Invitational 2025ចឹងការប្រកួតនេះ format គឺគ្រប់សេកគេនឹងប្រកួតនៅខែ7ថ្ងៃ15ដល់ថ្ងៃ17ហើយជាការប្រកួត16ក្រុមចែកចេញជា4 pool ហើយជា GSL format ជាគ្រប់ទៀតហើយគ្រប់ stake ដែរហើយការប្រកួតទាំងអស់ជាការប្រកួត Beta C Top 2នៅការប្រកួតទាំងអស់នឹងបន្តទៅវគ្គ Playoff វគ្គ Playoff នឹងប្រកួតនៅថ្ងៃទី17ដល់ថ្ងៃទី19ខែ7ដដែល Single Elimination Quarter Final Best of 3ចឹង round 1 Best of 3 Semi Final Third Place Best of 5និង Grand Final Best of 7ចឹងបច្ចុប្បន្នការគេរកឃើញចិត្តអស់ដែរហើយដូរមាន Team Vitality ក៏ដូចជា Onyx Patv Philippines មាន Natus Windsor Manana VPX និង Team Liquid PX មកពី Athena League ម៉ាឡេមាន Navi MY កម្ពុជា CU Serendipity ចំណែកឯការប្រកួតរបស់ Egypt Africa Cup គឺមាន Falcon Vega Mena Brazil មាន Max Girl ចំណែកឯការប្រកួត CRS គឺកំពុងតែចូលដល់វគ្គplay off តែដល់ថ្ងៃណាលេងខ្ញុំទៅមើលសិមើល Grand Final ដើម្បីយកមួយ slot គឺ Rising Rake ប៉ះជាមួយនឹង Aurora Avalanche លេងនៅថ្ងៃទី8Rising Rake ហ្នឹងគឺរុស្ស៊ីសុតយកតែម្ដងខូចក៏រុស្ស៊ីដែរអូយរុស្ស៊ីទាំងអស់នេះKiev នៅ team នេះ Kiev ធ្លាក់បាត់ហើយបាទ Kiev idol អ្នកទាំងអស់គ្នាហើយMongolia យើងមាន Wow GG Esport ចិនក៏យើងអត់តរកឃើញទូគី qualifier យើងមាន team Foot Esport អាមេរិកគេមាន Gaiman Gladiator មេណាកំពុងតែរចិនក៏កំពុងតែរនេះអូនេះវៀតណាមមេកុងនេះវៀតណាម sorry នេះវៀតណាមចូលច្រឡំទងជាតិគ្នានេះមិនចិនអ្នកចិន qualifier និងមានម៉ា qualifier គឺយើងរកអត់តន់ឃើញទេហើយមេកុងដូចជាប្រកួតដល់វគ្គ play off អ្នកគ្នាតាមខ្ញុំដឹងគឺវៀតណាមប៉ះវៀតណាមទាំងពីរនេះOLG វៀតណាមនិង Virtus Pro FE ហ្នឹងគឺវៀតណាមទាំងពីរគឺនៅតែវៀតណាមដដែលនេះជាការប្រកួតរដ្ឋស៊ីអញ្ចឹងទាំងអស់16គេចែកចេញលើជាមើលគ្រប់ stake គេធ្វើម៉េចគ្រប់ stake គឺចែកចេញជា4 pool ជាការប្រកួត cross table អញ្ចឹង cross table គឺការប៉ះគ្នាទៅវិញទៅមកអញ្ចឹងមកគ្រប់មាន4ក្រុមហើយមកក្រុមគឺឡើងតែ2តែម្ដងដើម្បីទៅវគ្គ play off
ហើយវគ្គ Play-off ជាការប្រកួត Single Elimination ទៀតគេអត់ទាន់មាន format ឲ្យយើងមើលទេនៅ Saudi Arabia ដូចគ្នាហើយការប្រកួត MWI ប្រាក់រង្វាន់សរុបគឺ $50,000 លេខ1គេអត់ទាន់ដាក់ប្រាក់រង្វាន់ឲ្យយើងមើលឡើយទេអត់ទាន់មានឲ្យយើងមើលទេអាហ្នឹងបាទយកគេអត់ទាន់ឲ្យមើលទេព្រោះសារតែគេនឹងសម្រេចពេលក្រោយនេះ$50,000គឺអត់ឡើងលុយទេអត់បានឡើងដល់1លានទេហើយធ្វើនៅ Saudi Arabia EWC ដូចគ្នាជាការប្រកួតមួយហ្នឹងបើបីមែន line up មែនអត់តដឹងណាចោះ Fire Flag បង Fire Flag ដូចជាអីគេសម្រាប់នេះមែន team ផផមែន team ផផ Fire Flag ទៅជា team នេះហ្នឹងនេះមើលខ្ញុំបើមើល MSC នេះតុកគី team ហ្នឹងនេះ Aurora តុកគីហ្នឹងមាននេះខ្ញុំមើល MTC S5 ដូចឲ្យអ្នកគ្នាមើលនេះមាន Luna មាន TNC មាន Rosa ហ្នឹងហើយពួកហ្នឹងវាដែលដោពី Fire Flag ហ្នឹងមាន Papara Supremacy ណានេះមានជួយមាន import ទេការ៉ា Esport មាន Exalt មាន Kim Poi ណានៅចាញ់គេដែរ Play-off គេលេងណាគេប៉ះណាគេអូ Papara Supermassive ប៉ះ 4-1 នេះ 4-1 Spam Kimmy Esme មកកណ្ដោនេះត្រាស់គេអាហ្នឹងគឺសេរីពួកតុកគីយកបានមើល gameplay ដែរអ្នកគ្នា gameplay របស់តុកគី Aurora គឺតែ TNC Rosa ហ្នឹង Sikibum Apex 47ហ្នឹងមកទៀតហើយsub player មាន Rain នេះមួយជា sub player ហើយ staff មាន Belgazep តដែរអត់មាន head coach អត់មាន assistant ទេគឺគាត់ Belgazep ហ្នឹងតែឯងយកទៅមកបាទតែឲ្យធ្វើឲ្យខ្លះមិនដឹងដែរអ្នកគ្នាteam football អូចឹងអាហ្នឹងមានតែប៉ុណ្្នឹង MSC អ្នកគ្នាចង់ដឹងព័ត៌មានគឺមានតែប៉ុណ្្នឹងទេហើយយើងស្ដាយដែរអត់បានមើលទេអត់បានមើលពួកតុកគីលេងជួយមើលតុកគីលេងមកជួយមើលនៅណាអត់បានមើលតុកគីលេងDB Esport ចង់ដឹងថាធីមហ្នឹងឥឡូវវាឡើងដល់ប៉ុណ្ណាហើយធីមតុកគីនៅមីយ៉ាន់ម៉ាមួយទៀតអាទិត្យហ្នឹងយ៉ាមីយ៉ាន់ម៉ាចូលដល់វគ្គ play off នេះ MDL play in មីយ៉ាន់ម៉ាដូជាមួយនឹងម៉ាឡេ MCC MPL មេណាលេងមើលមេណាឈប់មើលយកមកមើលទេខ្ញុំគុំមេណាហ្នឹងដូចស្អីតែបើសិនជាមើលពួក performance របស់ពួក Ultra Legend ហ្នឹងមើលយ៉ាងអត់ទេមើលតុកគីមើលតុកគីតុកគីនៅណាចេះតុកគីចុយវាឡើងចាប់អូនេះ line MCC កន្លែង final នេះឃើញចុំមក10ថ្ងៃ